ថ្ងៃនេះរៀបរាប់ពីជាងស្រុកខ្មែរមានច្រើនហោហាយមានច្រើនសន្តានជាងមាសជាងពេជ្រជាងដែកជាងឡានជាងពូកាយស្មានជាងធ្វើសំណង់រៀបអត់ឬបោកគាត់មិនវាស់ទេមើលភ្នែកទៅទេក៏ដឹងថាត្រង់បុកគ្រឹះឡាប់ឡាយឬចាក់បេតុងគាត់ឈរតម្រង់តែភ្នែកទៅទេជាងពូកាយស្រែកគឺជាងធ្វើឡានស្រែកម្ដងលើបាន10ហិកតាការ៉េស្រែកម៉ែស្រែកគ្មានពេលទំនេរស្រែកលឺម្លេះទេបងជាងឡានជាងពូកាយស៊ីគឺជាងធ្វើមាសស៊ីលឿនរហ័សដៃញាប់ហួសស្មានស៊ីតែកំតិចក៏អាចរស់បានមានលុយទិញឡានធ្វើផ្ទះវិឡាជាងពូកាយវាយគឺជាងការ៉ូវាយគ្មានអសូរវាយឥតមេតាដៃញាប់ទន្ទិញដៃលឿនជាងស្វាបានកូនពីណាដឹងតែកម្មហើយជាងមុខខ្មៅព្រិចគឺជាជាងដែកហើយសតែភ្នែកដូចជាងពៅសាដែកម្ដងផ្សែងហុយឡើងខ្មៅមើលមុខគាត់ទៅស្រដៀងអូបាម៉ាជាងពូកាយផឹកគឺជាងម៉ូតូផឹកគ្មានអសូរលុះសូពូកាយផឹកគឺជាងម៉ូតូផឹកគ្មានអសូរលុះសូនសង្ខាផឹកគ្មានអាណិតដល់អ្នកលក់ស្រាផឹកអស់ស្មាណាស្រ័យហៅស្មានឹងជាងពូកាយច្រៀងគឺជាងចម្លាក់បត់ស្លូបត់ញាក់ច្រៀងធ្វើមិនដឹងមាត់គាត់ខំច្រៀងដៃគាត់ខំប្រឹងឆ្លាក់ក្បាច់ហើយនឹងធ្វើរូបចម្លាក់ជាងពូកាយបោកគឺជាងទូរស័ព្ទធ្វើលឿនហើយឆាប់គាត់ប្រាប់ថាល្ងាចបើមិនមកយកទុកទាល់តែស្អែកដូរមិចមកផ្លែតក៏ទុកល្ងាចដែរជាងពូកាយប្រូគឺជាងភ្លើងតឲ្យផ្ទះយើងថាថោកជាងគេមិនដូចផ្ទះនោះថាថ្លៃម្លេះទេយកធូរជាងគេដោយសារស្គាល់គ្នាជាងសើមរហូតគឺជាងតទឹកពីល្ងាចទល់ព្រឹកសើមគ្មានទំនេរវេទនាខ្លាំងណាស់ពេលខែរងាសូម្បីពងទាក៏រួញអស់ដែរជាងហេងជាងគេជាងម៉ាស៊ីនត្រជាក់ស្គាល់ជ្រៅស្គាល់រាក់ស្គាល់ខ្ពស់ស្គាល់ទាបក្នុងបន្ទប់សម្ងាត់ក៏ឃើញទស្សនភាពទៅតទៅស្ទាបគ្រប់កន្លែងទាំងអស់មិនថាកន្លែងយាយឬក៏កន្លែងតាកន្លែងកូនង៉ែតកូនងាឬកន្លែងកមុំបានស្គាល់អស់ហើយលេខតូចលេខ